đây bọc bột tàu khnéថ្ងៃនេះដែរនាងខ្ញុំមានមកហូបមុខចង់បង្ហាញមុខបតาวគ្នាគឺស្ងោរជ្រូកសាច់គោដំបូងយើងដាំទឹកឲ្យពុះបន្ទាប់មកយើងត្រូវបងគ្រឿងដូចជាស្លឹកគ្រៃម្ដេងស្លឹកក្រូចសើចដើម្បីកុំឲ្យមានក្លិនឆ្អាបនិងធ្វើឲ្យសម្លយើងឈ្ងុយដែរយើងដាក់គ្រឿងអំបិលដូចជាស្ករឲ្យល្មមទៅបន្តមកទៀតយើងក៏ដាក់ជីជាមួយនឹងក្រូចឆ្មាចាសម្លស្ងោរជ្រក់សាច់គោងាយស្រួលធ្វើទេនិងបន្ទាប់ទៀតយើងមានភេសជ្ជៈខ្លះដើម្បីយកទៅធ្វើការមានកាហ្វេទឹកដោះគោជាមួយនឹងកាហ្វេខ្មៅចាចំពោះកាហ្វេនេះដែរយើងអាចដាក់ទឹកដោះគោជាមួយនឹងស្ករតាមបរិមាណសមល្មមដែលបងប្អូនចូលចិត្តញ៉ាំអញ្ចឹងណាលើតាមចំណង់ចំណូលចិត្តដែលបងប្អូនគិតថាឆ្ងាញ់សម្រាប់បងប្អូនហើយបន្ទាប់មកយើងកូរវាឲ្យបានសព្វល្អព្រោះដើម្បីឲ្យវារំលាយស្ករជាមួយនឹងចូលជាមួយនឹងកាហ្វេហើយយើងកូរវាទៅបន្ទាប់ពីយើងកូរវាមិចបញ្ចូលគ្នាសព្វហើយយើងទៅដាក់ទឹកកកចូលក្នុងកែវដើម្បីចាក់កាហ្វេនឹងចូលចាបងប្អូនកាហ្វេនឹងឆ្ងាញ់ខ្លាំងណាស់អរគុណច្រើនបងប្អូនមានតែប៉ុណ្្នឹង